វ័យប៉ុនខ្ញុំគេមានប្តីមានកូននៅតែ3 4អស់ហើយនៅឡើយតែខ្ញុំទេនៅដើរលេលើនៅឡើយនេះតាមពិតវ័យហ្នឹងវ័យគេផលិតកូនតែខ្ញុំអាឡ័យតែដើរលួចមន់លួចទាលួចស្វាយអ្នកភូមិហើយមួយទៀតយើងវាគ្មានអ្នកផលិតកូនជាមួយផងអញ្ចឹងមិនយើងនៅសើលើអញ្ចឹងទៅស្វាយគេលក់ពេញផ្សារ1គីឡូតែប្រហែលពាន់អត់នាំគ្នាទិញស៊ីណាសុកចិត្តមកលួចឡើងបេះគេអីណាមើលសិតតែខ្សែភ្លើងទៀតឆក់ងាប់ឡើយបើនៅរីមអ្នកនេះវិញដំបូងខ្ញុំគិតថាមនុស្សត្រឹមត្រូវតាចាដល់ពេលតាស្គាល់គ្នាពិតមិនដឹងថាដូចតែខ្ញុំដែរនេះចូលចិត្តណាអាលួចគេសំខាន់អាលួចគេមិនលួចបែបស្ងប់ស្ងាត់ឯណាយកកាទេលមកក្រាលអង្គុយមកបុកអំបិលនៅនឹងបដ ாய் បើនិយាយពីអ្នកឡើងដើមស្វាយគេនឹងមិនដឹងថារួចក៏អត់ទេអ្នកជើងទៅមុខទៅក្រោយដូចអត់ចង់ទៅមិនដឹងឯដើមស្វាយប្រពន្ធនឹងសោះហ្នឹងស្រួលមិនស្រួលយើងបុកអំបិលរួចហើយអត់មានស្វាយស៊ីជាមួយបដ ாய் ខ្ញុំថាវាខ្ជិលឡើងព្រោះខ្ញុំឡើងមករហូតហើយខ្ញុំសួរគេថាចេះឡើងដើមស្វាយអត់គេថាចេះតែមើលទៅដូចជាមិនពិតអមិនមិនដឹងទេអញ្ចឹងយើងមានតែបុកអំបិលចាំសិនបើថាមិនមកមិនបានស្វាយខ្ញុំឡើងម្ដងហើយអំបិលនេះមើលទៅគឺដឹងតែកាហាយច្បែបក្តិតទៀតហើយអីដែលខ្ញុំបានគិតទុកគឺពិតជាមិនខុសមែនខ្ញុំបុកអំបិលរួចដេកចាំឡើងលក់មួយសាហើយអ្នកឡើងដើមនៅទៅតុបទៅតល់នៅនឹងនៅឡើយហ្នឹងទៅរំបានស្វាយមួយផ្លែហ្នឹងគឺចំណាយពេលរយៈ2ម៉ោងជាងខ្ញុំស្មានតែគេសនំព្រោះពេលសួរទៅគេថាគេជំនាញអាខាងឡើងដើមហើយលួចស្វាយបានមួយប្រពន្ធនឹងស៊ីឆ្អែតដែរស្ដាយពេលវេលាដែលខំចំណាយជាមួយតាបើដឹងថាអត់អញ្ចឹងខ្ញុំមកតែម្នាក់ឯងបាត់ហើយលួចម្នាក់ឯងលឿនជាងហើយបានច្រើនជាងទៀតជ្រុលតែមានឈ្មោះថាចៅហើយមកលួចប្រពន្ធនឹងដដែលខូចឈ្មោះចៅអាដែរហ្នឹងមើលទៅត្រូវបរៀនរបៀបលួចសារជាថ្មីបើមិនអញ្ចឹងដើរជាមួយគ្នាអត់កើតទេហើយយើងនឹងខំបំបល់ដាក់ម្ទេសឡើងច្រើនឲ្យវាកាហាយជាវ៉ែបក្តិតដល់ហើយអត់មានស្វាយស៊ីជាមួយសេតបដ ாய் ជីវិតត្រូវការកាហាយបែរជាមិនបានកាហាយអាណាមិនខឹងសង្ឃឹមអីទៀតបើគ្រាន់លួចស្វាយប៉ុណ្ណឹងបរាជ័យហើយទ្រាំទៅលួចបេះដូងកូនកន្លោះគេមិនជោគជ័យទៅណាហើយប៉ុណ្ណឹងបានហើយសេតណាបាយបាយ